hai đầu váy ban chia mà nấu dưỡng ca từng nông bà emបងប្អូនទាំងអស់គ្នាការដែលយើងមានបញ្ហាជំងឺទឹកនោមផ្អែមហ្នឹងវាមានរោគសន្តានតាមបែបខុសៗគ្នាច្រើនមែនតើនៅក្នុងពេលបច្ចុប្បន្នហើយចង់ដឹងថាតើមូលហេតុឬគល់មានអីខ្លះហ្នឹងកុំភ្លេចតាមដានវីដេអូរូបខ្ញុំបាទរហូតដល់នាទីចុងក្រោយបងប្អូនទាំងអស់គ្នាតាមដែលរូបខ្ញុំបាទបានជួបមនុស្សរយៈពេលច្រើនឆ្នាំហ្នឹងទៅបានសួរនាំពីគាត់ទៅមានក្រុមទី1គេហៅថាក្រុមដែលកាត់ចេញពីការដំណោពូជបានន័យថាពេលដែលយើងសួរការរស់នៅរបស់គាត់ថាគាត់អត់បានញ៉ាំគ្រឿងកំប៉ុងឬក៏របស់ផ្អែមទេអាហារគាត់ហ្នឹងក៏អត់សូវប្រើស្ករច្រើនដែរភេសជ្ជៈឬក៏របស់ផ្អែមឬក៏អាហារឬក៏បង្អែមហ្នឹងក៏គាត់អត់សូវបានញ៉ាំដែរតែបច្ចុប្បន្ននេះគាត់កំពុងតែមានបញ្ហាឡើងជាតិស្ករឬក៏មានបញ្ហាទឹកនោមផ្អែមពេលដែលយើងសួរនាំគាត់ទៅគឺបានន័យថាយាយតាគាត់ឬក៏ពុកម្ដាយគាត់នឹងធ្លាប់មានអាការជំងឺហ្នឹងអញ្ចឹងប្រភេទក៏ជាក្រុមទី1គេហៅថាក្រុមការទឹកនោមផ្អែមហ្នឹងតាមរយៈដំណពូជដែលគេហៅថាស្ដែនពីពុកម្ដាយឬក៏យាយតាដែលពួកគាត់នឹងធ្លាប់មានបញ្ហាជំងឺទឹកនោមផ្អែមហ្នឹងមកដល់គាត់គឺគាត់មានដែរនឹងគឺជាក្រុមឬក៏ជាប្រភេទទី1ដែលធ្វើឲ្យមនុស្សយើងកើតប្រឈមជាមួយនឹងបញ្ហាទឹកនោមផ្អែមប្រភេទក្រុមទី2គេហៅថាក្រុមដែលកើតឡើងពីការ lifestyle ជីវិតរស់នៅជាប្រចាំឬក៏របបអាហារទី1នឹងចូលចិត្តញ៉ាំគ្រឿងកំប៉ុងជាប្រចាំទី2នឹងគឺអាហារគាត់នឹងអ្វីឲ្យតែផ្អែមគឺគាត់ចូលចិត្តមិនថាបង្អែមមិនថាផ្លែឈើឲ្យតែផ្អែមគឺគាត់ចំណូលចិត្តរបស់គាត់គឺគាត់ចូលចិត្តផ្អែមតែអត់ផ្អែមគាត់ថាអត់ឆ្ងាញ់បានន័យថាប្រភេទទី2នេះគឺកើតឡើងចេញពីពពុះក្រុមដែលចូលចិត្តទទួលទានរបស់ផ្អែមចូលទៅក្នុងរាងកាយជាប្រចាំអាហ្នឹងជាហេតុក៏ជាក្រុមទី2ដែលធ្វើឲ្យមនុស្សប្រឈមជាមួយនឹងបញ្ហាទឹកនោមផ្អែមដូចគ្នាហើយក្រុមទី3ដែលភាគច្រើនកើតទឹកនោមផ្អែមឬក៏មានបញ្ហាវិបាកនឹងដូចគ្នាគឺក្រុមដែលគាត់នឹងបានន័យថាគីឡូគាត់នឹងឡើងខ្លាំងឬក៏គាត់អត់សូវនៅក្នុងការដែលទទួលទានចំណីនឹងគ្រប់គ្រាន់គេហៅថាក្រុមទី3គឺក្រុមដែលអត់បានគ្រប់គ្រងរាងកាយរបស់យើងឲ្យបានត្រឹមត្រូវទី1នឹងគីឡូរបស់យើងនឹងគឺឡើងខ្លាំងស្រោតគីឡូឡើងខ្លាំងក៏ប្រឈមជាមួយនឹងបញ្ហាទឹកនោមផ្អែមដែរហើយកត្តានៅក្នុងនោះដែរគឺបានន័យថាគាត់អត់សូវបានគេងគ្រប់គ្រាន់គាត់គេងយប់ជ្រៅហ្នឹងក៏ជាផលប៉ះពាល់ឲ្យធ្វើឲ្យគាត់មានបញ្ហាជំងឺនឹងដែរបានន័យថាគេងអត់គ្រប់ចាប់ដើមមានអារម្មណ៍ធុញថប់តុកសិច stress មួម៉ៅហ្នឹងអាហ្នឹងក៏ជាហេតុមួយដែលនាំឲ្យយើងនឹងចូលបញ្ហាផ្នែកនេះដែរព្រោះមនុស្សនាពេលបច្ចុប្បន្នតែកាលណាអារម្មណ៍យើងអត់សូវល្អគេងមិនដឹងគេងសម្រាប់មិនដឹងសម្រាប់ហ្នឹងក៏ជាហានិភ័យមួយធំដែលធ្វើឲ្យយើងប្រឈមជាមួយនឹងបញ្ហាសុខភាពបញ្ហាទឹកនោមផ្អែមឬក៏ជំងឺទូទៅដែរព្រោះរាងកាយរបស់មនុស្សយើងត្រូវការសម្រាប់ហើយបងប្អូនអត់មានពេលនៅក្នុងការហាត់ប្រាណទៀតបងប្អូនមានបញ្ហានឹងអូតូបន្តិចតែម្ដងព្រោះបងប្អូនអរគ្នាក្រុមប្រភេទ3នឹងភាគច្រើនគឺសម័យនេះគឺសម្បូរច្រើនមែនតើជាពិសេសគឺប្រភេទក្រុមទី2ដែលរស់នៅក្នុង lifestyle មួយគឺចូលចិត្តញ៉ាំអាហារដែលផ្អែមព្រោះសម័យនេះបងប្អូនអរគ្នាជំងឺទឹកនោមផ្អែមនឹងអត់បានរើសបីទេក្មេងអាយុ6ឆ្នាំក៏កើតទឹកនោមផ្អែមបានអាយុ20ឆ្នាំក៏កើតទឹកនោមផ្អែមបាន30ក៏កើតទឹកនោមផ្អែមបានគឺវាសបញ្ជាក់ឲ្យឃើញថាវាមានប្រភេទអញ្ចឹងបងប្អូនអរគ្នាតាមរយៈសែនតាមរយៈការរស់នៅដែលបងប្អូនចូលចិត្តផ្អែមតាមរយៈដែលបងប្អូននឹងគ្រប់គ្រងអារម្មណ៍ឬក៏ control គីឡូខ្លួនឯងនឹងអត់បានត្រឹមត្រូវអញ្ចឹងបងប្អូនអរគ្នាតើបងប្អូនកំពុងតែនៅក្នុងចំណោមក្រុមមួយណាហ្នឹងបងប្អូនដឹងខ្លួនឯងហើយបើសិនជាគិតថាវីដេអូហ្នឹងមានគុណតម្លៃមានគុណប្រយោជន៍សម្រាប់បងប្អូនអរគ្នាហ្នឹងកុំភ្លេចបញ្ជូនបន្តវីដេអូហ្នឹងទៅដល់មនុស្សជាទីស្រឡាញ់បងប្អូនដើម្បីទទួលបាននូវព័ត៌មានសុខភាពនឹងគ្រប់គ្នាហើយសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែស្ដាប់វីដេអូហ្នឹងកំពុងតែមានបញ្ហាលើសខ្លាញ់លើសស្ករហ្នឹងគឺអាចតំណនៅ comment សួរនៅក្នុងវីដេអូហ្នឹងបានព្រោះរូបខ្ញុំបាទមានដំណោះស្រាយជូនបងប្អូនអរគ្នានៅក្នុងការដោះស្រាយបញ្ហាសុខភាពហ្នឹងអញ្ចឹងការចែករំលែកវីដេអូថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាអរគុណច្រើន